ចាប់ចោលអញ្ចឹងខ្ញុំទុកចិត្តដាវខ្ញុំចាក់ទៅកន្លែងសម្គាល់នោះហើយនោះគឺសម្រាប់ស្ដេចក៏ហៅខ្ញុំ ដោយតំណាងឲ្យស្ដេច Alder Locobin Lewis ត្រូវបានកោះហៅទៅវាំងឥឡូវនេះភ្លាមនឹងរងចាំការណែនាំបន្ថែមពីស្ដេចនេះជាសប្តាហ៍ទី3ហើយដែលយើងមានចារកម្មឯងមិនព្យាយាមឲ្យឈប់វាសោះបើឯងព្យាយាមយើងនឹងមកឈប់វាមុនពេលវាចាប់ផ្ដើមកើតឡើងនាំគាត់ចូលមកទទួលបញ្ជាព្រះអង្គអ្នកយាមហេមើលណែឯងធ្វើឲ្យប្រឡាក់ស្បែកជើងយើងហើយ Corbin ក្រាបថ្វាយបង្គំព្រះអង្គឯងនៅតែនិយាយរឿងនៅទៀមស្រាយើងដឹងទូបង្គំដឹងព្រះអង្គនៅតែចូលចិត្តនំដុតដដែលឡឯងស្គាល់យើងនោះជាការពិន យើងត្រូវការឲ្យឯងធ្វើការងារមួយដោយសារតែឯងជាចោរតែម្នាក់ដែលផ្ដល់ប្រយោជន៍មកនគរដែលយើងបានបោះបង់ចោលខ្ញុំមានមោទនភាពណាស់ទ្រព្យស្ដេចត្រូវបានគេលួចវត្ថុបុរាណគ្រឿងអលង្ការដ៏មានតម្លៃបានបាត់ពីឃ្លាំងយើងចង់និយាយថានេះជាលើកទី1តែវាមិនមែនអញ្ចឹងទេមិនសមអញ្ចឹងសោះព្រះអង្គរងចាំរហូតដល់វាលួចជាលើកទី2បានហៅទូបង្គំមែនទេទី3គួរឲ្យខ្មាស់ណាស់ការងាររបស់ឯងចំពោះនគរនឹងផ្ដល់គេឈ្មោះនៃការដោះស្រាយបញ្ហានិងការគិតដ៏វៃឆ្លាតដែលនាំឲ្យឯងខ្លាចជាអ្នកមានឯងគួរតែតាមចាប់ចោលនោះយើងចង់ឲ្យឯងរកពួកវានិងបញ្ចប់រឿងឈួតនេះខ្ញុំកំពុងតែគិតថានឹងហោះទៅចាប់វាត្រូវហើយល្អយើងនឹងថាគ្មានអ្វីផ្លាស់ប្ដូរសោះដូចជាចរិតចូលចិត្តនិយាយលេងរបស់ឯងតើព្រះអង្គស្គាល់អ្វីខ្លះពីវាចោលនោះគ្មានសោះយើងមិនដឹងទាំងចោលវាលួចបានដោយរបៀបណាឯងក៏មិនដឹងដែរទុកនំឆ្ងាញ់ខ្លះឲ្យពួកយើងសម្រាប់ថ្ងៃខួបកំណើតព្រះអង្គអូហើយយើងមិនបានធ្វើនំ Canterbury ទៀតទេព្រះអង្គសន្យាថាយើងនឹងមិននិយាយរឿងនេះទៀតទេចាញ់ទៅយើងចង់ចាប់វាធ្វើការឲ្យល្អណាស់ធ្វើការឲ្យល្អមិនមែនថ្ងៃខួបយើងទេ បើខ្ញុំជាចៅតើខ្ញុំត្រូវទៅណា
អូខ្ញុំដឹងថាខ្ញុំត្រូវទៅណាហើយខូប៊ីនសម្លាញ់ហេនោះជាខូប៊ីនអ្នកទាំងអស់គ្នានោះជាខូប៊ីនល្អណាស់ឯងជាអ្នកបង្ករឿងបញ្ឈប់វាទៅតើឯងធ្វើអ្វីនៅទីនេះចុងក្រោយបំផុតគឺឯងត្រូវបានស្ដេចកោះហៅអ្នកខ្លាំងធ្វើការងារខ្លាំងតើឯងនឹងចែករំលែកខ្លះជាមួយយើងមែនទេអញ្ចឹងហេតុអ្វីបានជាខ្ញុំត្រូវចែករំលែករបស់ដែលខ្ញុំរកបានជាមួយមនុស្សភ្លើៗដូចជាពួកឯងទាំងពីរយើងជាមិត្តចាស់និងល្អបំផុតរបស់ឯងក្រៅពីនេះយើងដឹងថាឯងមកទីនេះមិនមែនមកនិយាយលេងសើចទេទុកវាឲ្យយើងនេះមិនមែនល្អជាង Canterbury នោះទេខ្ញុំមុនដំបូងខ្ញុំត្រូវការភេសជ្ជៈសិនគេនិយាយថាទ្រព្យសម្បត្តិស្ដេចត្រូវបានលួចទៀតហើយកាលពីយប់មិញលោកដឹងដល់របៀបម៉េចខ្ញុំជាទីប្រឹក្សាយើងត្រូវបានហៅប្រជុំភ្លាមៗកាលពីយប់មិញគេនិយាយថាចោលដាក់ថ្នាំសម្ដំលើអ្នកយាមកាលពីល្ងាចមិញអត់ទេនោះហើយដែលពួកវាចូលបានបន្ទាប់មកពួកវាយកគ្រឿងអលង្ការនិងរត់គេចខ្លួនចេញដោយសុវត្ថិភាពអស្ចារ្យណាស់តើស្ដេចនឹងធ្វើអ្វីខ្ញុំមិនដឹងនៅឡើយទេតែចោរនោះមានល្បិចខ្លាំងណាស់បើលោកសួរខ្ញុំគឺគ្មានផ្លូវដែលចោរនោះត្រូវបានចាប់ខ្លួននោះទេវាពូកែខ្លាំងណាស់យើងនឹងចាំមើលរឿងនេះឯងនិយាយត្រូវខ្ញុំមកទីនេះមិនមែនដើម្បីផឹកអីនោះទេតែជំហានបន្ទាប់ដែលយើងត្រូវធ្វើនៅក្នុងពេលនេះខ្ញុំនឹងផ្ញើសារមួយទៅត្រូវតែប្រកាសថាចំមនុស្សដែលគួរតែបានឮអូខេយល់ព្រមអាចក៏បាក់រហូតគាត់នោះអរគុណដែលបានជជែកលេងម្ចាស់ឯណាភេសជ្ជៈយើងខ្ញុំត្រូវការតែប្រហែលនាទីនៅក្នុងឃ្លាំងទ្រព្យសម្បត្តិព្រះអង្គប្រហែល20នាទីឯងគិតថាគម្រោងរបស់ឯងនេះគ្រាន់តែត្រូវការពេល20នាទីប្រហែលជា15នាទីផងតើឯងប្រកាសក្នុងចិត្តឯងមែនទេតែខ្ញុំប្រកាសពីធម្មជាតិរបស់មនុស្សគឺអញ្ចឹងហើយតើឯងត្រូវការពាក្យសម្ងាត់ប្រើក្នុងឃ្លាំងទ្រព្យយើងទេបាទប្រកាសថាមនុស្សដែលព្រះអង្គទុកចិត្តទាំងនោះមានពាក្យសម្ងាត់យើងមិនចង់ឲ្យមនុស្សអាក្រក់ណាមួយចូលនោះទេលើកលែងតែចោលយើងបើព្រះអង្គប្រើវាជាមួយនឹងមនុស្សដែលព្រះអង្គទុកចិត្តចោលនោះមិនមានពាក្យសម្ងាត់នោះទេអញ្ចឹងខ្ញុំអាចចាប់វាបានអញ្ចឹងល្អណាស់យើងឲ្យពេល20នាទីតែប្រើវាឲ្យមានប្រយោជន៍ទម្ពួកបន្ទាត់និងសន្ទូចទទួលបានវាសន្ទូចកំ ប្លែងណាស់យេខ្ញុំឮថាស្ដេចនៅតែមានត្បូងដែលមិនអាចកាត់ថ្លៃបានត្រូវដឹកទៅដាក់ឃ្លាំងអញ្ចឹងវាច្បាស់ជាត្រូវគេលួចហើយខ្ញុំឮចឹងដែរហើយខ្ញុំឮថានរណាដែលបានត្បូងនោះនឹងមានធម៌ពលអានចិត្តមនុស្សបានថាម៉េចគាត់និយាយថាធ្វើឲ្យគួរឲ្យចាប់អារម្មណ៍ហើយវានឹងត្រូវគេដឹកចេញយប់នេះម៉ោង9គត់ហើយវាប្រហែលគ្មានអ្នកយាមទេត្រូវហើយខ្ញុំក៏ឮថាអញ្ចឹងដែរតែវាជារឿងសម្ងាត់
ខ្ញុំសង្ឃឹមថាគ្មាននរណាម្នាក់លួចវាទេយប់នេះត្រូវតែសប្បាយត្រូវហើយអរគុណខ្ញុំចូលចិត្តរឿងនេះខ្ញុំសង្ឃឹមថាខ្ញុំមិនងងុយដេកទេយប់នេះស្វែងរកអីមួយមែនទេ Henley អត់ទេខ្ញុំគ្រាន់តែទុកនិយាយជាមួយស្ដេចទៅមិនក៏ឯងហ៊ានក្បត់យើង Henley ឯងជាសមាជិកក្រុមប្រឹក្សាឯងព្យាយាមជួយយើងស្វែងចាប់ចោលហើយឯងមិនសមជាចោលនោះទេព្រះអង្គម្ចាស់ខ្ញុំអាចពន្យល់បានយើងមិនចង់ដឹងលឿននោះទេអេប្រហែលជាព្រះអង្គស្ដាប់គាត់សិនទៅប្រហែលឯងគួរតែពិចារណាឡើងវិញទុកមតិរបស់ឯងសម្រាប់ខ្លួនឯងទៅទូបង្គំគ្រាន់តែចង់និយាយថាល្អហេតុអីបានជាឯងធ្វើអញ្ចឹង Henley គ្រួសារខ្ញុំជាគោលដៅរបស់ Gendal ជានគរជិតខាងយើងកំសាន្តណាស់តើពួកគេនិយាយអីខ្លះបើខ្ញុំមិនលួចទ្រព្យទាំងនោះឲ្យពួកគេទេពួកគេនឹងយកគ្រួសារខ្ញុំសងសឹកចំពោះការធ្វើចារកម្មក្នុងនគរពួកគេចាប់ឯងវាកាត់ឡើងពេលនោះច្រើនខែមុនព្រះអង្គម្ចាស់ខ្ញុំសោកស្ដាយណាស់ជួលខ្ញុំទៀតទេខ្ញុំគេចាប់មិនបានទេមកទេមួយទៀតសម្រាប់ឯងគឺយើងនឹងឲ្យឯងទៅ Gendal នេះជាការសន្យាមែនទេទុកពេលឲ្យយើងគិតថាធ្វើមិនចំពោះឯង Henley វាមិនញឹកញាប់នោះទេដែលយើងត្រូវក្បត់ដោយសារសមាជិកប្រឹក្សារបស់យើងផ្ទាល់មិនក៏ឯងដឹងថាជាគាត់គូប៊ីនទីបំផុតទូបង្គំគិតថាព្រះអង្គនឹងមិនសួរនោះទេរឿងទាំងអស់កើតឡើងនៅហាងស្រាត្រូវហើយរឿងនឹងនៅពេលខ្ញុំទៅលេងជាមួយមិត្តខ្ញុំចាប់ផ្ដើមដាក់គម្រោងតាមចាប់ខ្ញុំបានឮមនុស្សពីរនាក់ពិភាក្សាគ្នាពីរឿងចោរម្នាក់និយាយថាចោរបានដាក់ថ្នាំសណ្ដំទៅអ្នកយាមហើយនោះជាវិធីដែលចោរលបចូលលួចនិងចេញដោយមិនត្រូវបានចាប់ខ្លួនអញ្ចឹងឯងធ្វើដោយរបៀបម៉េច Henley ខ្ញុំដឹងថានោះច្បាស់ជាគាត់ហើយរបៀបម៉េចព្រះអង្គប្រាប់ខ្ញុំថាគ្មាននរណាដឹងថាចោរលួចដោយវិធីណានោះទេតែគាត់ដឹងឆ្លាតណាស់អញ្ចឹងតែប៉ុណ្្នឹងទេមិនមែនទេ Henley គាត់ធ្វើឲ្យមានកំហុសនៅពេលនិយាយគ្នាមុនដំបូង Henley និយាយពីចោរនោះដែលខ្លួនគាត់ជាចោរព្រះអង្គក៏អញ្ចឹងដែរត្រូវហើយដោយសារតែយើងមិនដឹងថាគេជាមនុស្សប្រុសឬក៏ស្រីនោះទេត្រូវហើយតែនៅចុងបញ្ចប់គាត់និយាយថាបើលោកសួរខ្ញុំគឺគ្មានផ្លូវដែលចោរនោះត្រូវបានចាប់ខ្លួននោះទេវាពូកែខ្លាំងណាស់ឯង Henley និយាយពីចោរដែលគាត់ជាចោរពិតណាស់អញ្ចឹងមិនក៏ឯងដឹងថា Henley ចូលមកឃ្លាំងដើម្បីលួចគ្រឿងអលង្ការខ្លៃៗនោះខ្ញុំត្រូវប្រកាសថាមនុស្សនៅក្នុងហាងស្រាបានឮពីពាក្យពេចន៍នោះខ្ញុំដឹងថានៅពេលដែលពួកគេបានឮនោះមិនយូរនោះទេពាក្យទាំងនោះនឹងទៅដល់ Henley ខ្ញុំក៏ដឹងផងដែរថាអ្នកផ្សេងទៀតដែលចង់លួចគ្រឿងអលង្ការនោះច្បាស់ជាលែងចង់ដោយសារតែនោះជាទ្រព្យសម្បត្តិស្ដេចទោះជាពួកគេចាប់អារម្មណ៍ក៏គ្មាននរណាហ៊ានចង់សាកល្បងដែរលើកលែងតែនរណាដែលដឹងពីវិធីដែលចូលទៅលួចមនុស្សដែលទុកចិត្តពីអ្នកយាមនិងជាមនុស្សដែលមិនសង្ស័យនៅពេលគេចូលមកវាំងនាពេលយប់
ពិតណាខ្ញុំគួរតែដឹងពីគំនិតឯងព្រះអង្គម្ចាស់សូមមេត្តាខ្ញុំផងខ្ញុំខ្លាចជាអញ្ចឹងដោយសារតែគម្រោងរបស់យើងដែលធ្វើជាចារកម្មនៅក្នុងនគរកេណ្ដាលអូណោះយើងនឹងដាក់សន្តិសុខបន្ថែមដើម្បីការពារគ្រួសារឯងបាត់បង់ទូនាទីជាក្រុមប្រឹក្សាហើយឯងលែងធ្វើការឲ្យយើងទៀតហើយតែឯងនឹងនៅរស់អរគុណព្រះអង្គហើយឯងខាប៊ីនបាទព្រះអង្គឯងនឹងក្លាយជាមេសន្តិសុខរបស់យើងតើព្រះអង្គប្រកាសអត់ព្រះអង្គកុំធ្វើឲ្យយើងខកចិត្តការងារដំបូងរបស់ឯងគឺបន្តធ្វើជាចារកម្មនៅនគរកេណ្ដាលពួកគេនឹងធ្វើអ្វីមួយហើយយើងចង់ដឹងថាពួកគេធ្វើអ្វីខ្ញុំនឹងរកឲ្យឃើញយើងថាឯងនឹងរកឃើញហើយយ៉ាងហោចណាស់យើងមិនធ្វើ Canterbury ដដែលទៀតនរណាថាយើងធ្វើឲ្យបាត់ឱកាសនេះរីកថ្ងៃកំណើតខូប៊ីនទៀតហើយមែនទេ